คงชื่อนิយាយថាការអភិវឌ្ឍពិតគឺការកសាងខ្លួនឯងឲ្យរឹងមាំពីខាងក្នុងមានន័យថាការអភិវឌ្ឍពិតគឺការសាងសង់មូលដ្ឋានខាងក្នុងដែលមិនអាចមើលឃើញដោយភ្នែកប៉ុន្តែអាចផ្ដល់ភាពរឹងមាំដល់អ្នកនៅពេលដែលអ្នកជួបវិបត្តិវាមានន័យថាជាការអភិវឌ្ឍចិត្តគំនិតជាជាងតែជំនាញការងារវាមានន័យថាជាការកសាងចរិតជាជាងតែរូបរាងវាក៏មានន័យថាជាការពង្រឹងស្មារតីជាជាងតែភាពគួរឲ្យជោគជ័យខាងក្រៅឧទាហរណ៍ដើមឈើមួយដើមដែលមានឫសជ្រៅអាចទ្រាំនឹងព្យុះខ្លាំងបានដូចគ្នានេះដែរមនុស្សដែលមានភាពរឹងមាំពីខាងក្នុងអាចទ្រាំបាននឹងភាពលំបាកការបរាជ័យនិងអស្ថិរភាពជីវិតបានអ្វីដែលអ្នកកសាងនៅខាងក្នុងគឺជាអ្វីដែលគេមិនអាចយកពីអ្នកបានវាជាមូលដ្ឋានពិតប្រាកដនៃជីវិតដ៏មានភាពរឹងមាំ